នេះឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី6ខែមេសាឆ្នាំ2025បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវនិងសួរសុខទុក្ខកងកម្លាំងដែលកំពុងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកពេជ្រដាខេត្តមណ្ឌលគិរីនៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍វង្សពិសេនបានពំនាំនឹងការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានគណៈបកប្រជាជនកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិផ្ញើជូនកងទ័ពកងនគរបាលជាតិកងរាជអាវុធហត្ថដែលមានភារកិច្ចការពារបូរណភាពទឹកដីនិងស្ថាបនាផ្លូវខ្សែក្រវ៉ាត់នៅតាមព្រំដែននាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានថ្លែងនៅការកត់ត្រាសើរនិងវិតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្មអគ្គបញ្ជាការដែលបានលះបង់កម្លាំងកាយចិត្តពុះពៀគ្រប់ឧបសគ្គរួមចំណាយស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាយឧត្តមសេនីយ៍បានលើកឡើងពីការកសាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោហ៊ុនសែននិងកំពុងបន្តអភិវឌ្ឍដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអាណត្តិទី7នេះជារបងការពារបូរណភាពទឹកដីដ៏សំខាន់ដែលជាច្រើនចំនួនមកហើយពុំដែលមានដោយសម័យនេះទេនាយឧត្តមសេនីយ៍វង្សពិសេនក៏បានជំរុញឲ្យកងកម្លាំងបំពេញការងារនៅតំបន់ព្រំដែនឲ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែនដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍជាងនេះទៀតត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយប្រទេសភូមិផងរបងជាមួយព្រមទាំងពង្រឹងថែមទៀតនៅប្រព័ន្ធការពាររបស់ខ្លួននាយឧត្តមសេនីយ៍ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថត្រូវចូលរួមចំណែកការពារសន្តិសុខសម្រាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយជាមួយនោះនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការក៏បាននាំយកនៅថវិកាមួយចំនួនផ្ដល់ជូនកងកម្លាំងកងទ័ពកងនគរបាលជាតិកងរាជអាវុធហត្ថនិងកងកម្លាំងវិស្វកម្មដើម្បីរួមចំណែកនៅក្នុងការជួបជុំគ្នាទទួលទានអាហារសាមគ្គីនៅមុនឬក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ